Bộដំណើរនៃការសិក្សានេះលោកពោលថាបុគ្គលដែលសិក្សាបរិយ័តឲ្យមិនរួចផុតចាកទុកមិនមានទេបាទអញ្ចឹងមេរៀនយើងនិយាយហ្នឹងតកតងរឿងថាមេរៀនជីវិតហ្នឹងគឺអត់ប្រកាន់រឿងចាស់រឿងក្មេងទេតែកលេសធ្វើទុកគឺវាមកទៅទាំងអស់ហ្នឹងបាទដូចពិចារណាមើលទៅអ្នកនៅក្នុងរោងបននេះបច្ចុប្បន្ននេះអត់មានណាគេអាយុក្រោមខ្ញុំទេទូទៅតែអ្នកអាយុស្មើឪពុកម្ដាយស្មើយាយតាអស់ហើយអញ្ចឹងគេលេសពេញបុបហ្មងណាសន្សំទាំងអាយុសន្សំទាំងកិលេសបាទមកពីយើងខ្វះបនពីអតីតផងទៅដល់វ័យនឹងមួយទៅយើងរកធរបាទសម្រាប់អ្នកដែលគេមានបនពីអតីតពេលខ្លះកើតចេញមកទៅគឺនៅក្នុងកន្លែងដែលអប់រំបានដោយល្អណាហើយសូម្បីខ្ញុំនេះក៏មិនមែនជាថាបនអីខ្លាំងក្លាណាដែរបានរៀនបានសូត្រទៅក៏ចេះដឹងតិចតួចក៏មកជួយជ្រោមជ្រែងការងារហ្នឹងបើចាំរៀនដល់ចប់កម្រិតកម្ពូលអភិវង្សបារគូហ្នឹងតែរៀនចប់នឹងចូលមកឈុះល្មមត្រង់ត្រៃបេដកអីហ្នឹងយើងប្រាជ្ញាខ្សោយបើយើងព្យាយាមគង់តែបានតែត្រូវចំណាយពេលច្រើនហើយឃើញថាការងារហ្នឹងជាការងារមានប្រយោជន៍បានមកចូលរួមនោះចូលដៃចូលជើងជាមួយគ្នាប្រើពាក្យចូលដៃចូលជើងបាទពាក្យហ្នឹងគឺបានន័យថាយើងឃើញអារបស់ទាំងអស់ហ្នឹងគឺជារបស់ដែលមានប្រយោជន៍បាទរបស់ដែលមានប្រយោជន៍យើងឃើញប្រយោជន៍ដូចគ្នាបានធ្វើដំណើរតទៅមុខជាមួយគ្នាបានបើថាត្រឹមតែធ្វើដើម្បីប្រយោជន៍ខ្លួនឯងអត់គិតពីប្រយោជន៍អ្នកដទៃទេរឿងទាំងអស់ហ្នឹងតែពេលដែលខ្លួនឯងគ្រប់គ្រាន់ណាឆ្អែតឆ្អន់នឹងប្រយោជន៍ឧទាហរណ៍ថាប្រយោជន៍នៃការបង្រៀនដើម្បីតែប្រាក់ខែបរៀនយូរទៅកើតសេដ្ឋីរត់ចោលសាលាបាត់មើលទៅអាចកើតសេដ្ឋីអត់ទេនៅសាលាហ្នឹងដូចជាអត់ទេគ្រូធំមែនតកើតសេដ្ឋីបាទបាទអញ្ចឹងតកតងរឿងការសិក្សាហ្នឹងគឺយើងត្រូវមានលំដាប់លំដោយនៃការសិក្សាកុំប្រញាប់ប្រញាល់ជឿតាមគេតែផ្លូវនេះឆាប់រួចផុតចាកទុកពួកគោលដៅរបស់យើងចង់តែរួចផុតចាកទុកទេហើយបើសម្រាប់អ្នកដែលគេដឹងគោលដៅរបស់យើងហើយគឺគេអាចនឹងងាយនឹងដឹកនាំយើងទៅកាន់ផ្លូវខុសបានព្រោះឯគេថាការរៀនសូត្របរិយ័តហ្នឹងវាវែងឆ្ងាយអញ្ចឹងចូលទៅបប្រតិបត្តិតែម្ដងទៅចូលទៅធ្វើយ៉ាងនេះយ៉ាងនោះទៅខ្លះទៅគេមានថាធ្វើបន់យ៉ាងនេះទៅបានតែកើតជន់នេះធ្វើបន់យ៉ាងនេះទៅកើតជន់នោះឬក៏ចូលទៅបប្រតិបត្តិបែបនេះទៅឆាប់បានត្រាស់ដឹងបានសោតាអនាគាទាំងដោយការសន្មត់ហើយជួបយើងនេះវាមានធាតុដែលអត់ដឹងអត់ស្គាល់ថាសោតានឹងអ្វីអត់ស្គាល់ថាការត្រាស់ដឹងបានឈានបានមគ្គផលនឹងយ៉ាងម៉េចអញ្ចឹងវាងាយស្រួលដល់ដើម្បីគេដឹកនាំទៅកន្លែងខុសបានហើយទូទៅតែបរិយ័តយើងឃើញយើងរៀនមួយឆ្នាំពីរឆ្នាំមិនតាន់ទាំងដល់ណាផងមកពីអតីតកាលពីជាតិមុនទៀតណាយើងអត់តាន់បានសន្សំកន្លែងហ្នឹងឥឡូវយើងសន្សំកន្លែងនេះបច្ចុប្បន្ននេះយើងសន្សំអញ្ចឹងជាតិក្រោយឧបនិស្ស័យជាតិក្រោយទៀតវាយល់ជាតិនេះហើយជាតិក្រោយទៀតអាចថាពេលវេលាវាឆាប់ជាងដោយខ្ញុំទៅតែព្យាយាមនៅក្នុងព្រះសាសនានេះ 4-10 ឆ្នាំទេតែវាមិនបានផលណាស់ទេតែអាចជួយបង្រៀនថ្នាក់មត្តេយ្យបានបើគ្រូសកលសុតហ្នឹងមានណាបរៀនយាយថ្នាក់មត្តេយ្យអានបល័យបកបអក្សរអត់តន់ចេញហើយចេញមកសិតតែអង្គធរវែងហេតុធាតុបច្ច័យឡើងវល់វិញហ្នឹងអញ្ចឹងត្រូវការគ្រូកម្រិតខ្សោយមកម្នាក់ដើម្បីនឹងជួយរ៉ាប់រងថ្នាក់មត្តេយ្យបាទអត់ធ្មត់កន្លែងហ្នឹងបាទយើងព្យាយាមមែនតើណាការសិក្សាហ្នឹងព្រោះដំណើរនៃការសិក្សានេះលោកពោលថាបុគ្គលដែលសិក្សាបរិយ័តឲ្យមិនរួចផុតចាកទុកមិនមានទេគឺទៀងតែរួចផុតចាកទុកណាអ្នកហេបរិយត្តិធរោទុក្ខតោនមុចតិតិអ្នកដែលសិក្សាបរិយ័តមិនរួចផុតចាកទុកមិនមានទេព្រោះឯគោលនៃការរួចផុតចាកទុកគឺតលតែមានបរិយ័តហ្នឹងសិនហើយបើយើងព្យាយាមមើលត្រឹមតែអផលដែលគេជិតពេញហើយហ្នឹងពិចារណាទៅឃើញចុះកែងសម័យព្រះថេរៈអង្គខ្លះស្ដាប់តែកន្លះគាថាស្ដាប់តែមួយគាថាបានត្រាស់ដឹងកែងយើងមានអានឹងដែរទៅហើយក្រែងយើងមានហ្នឹងពេលខ្លះអត់មានស្អីសោះហ្មងយើងគិតចាទៅស្ដាប់កន្លះគាថាទៅអង្គុយធម៌1ម៉ោង2ម៉ោងអីគិតថាបានត្រាស់ដឹងវាអត់ងាយណាដំណើរនឹងវែងឆ្ងាយណាហើយសំបីតាអ្នកដែលត្រូវការសិក្សាហ្នឹងគឺត្រូវមាន plan មិនមែនត្រឹមតែរៀនជាតិនេះទេតែរៀនអស់ជាតិនេះតទៅជាតិក្រោយរៀនតទៀតអត់ចាំបាច់គិតទេ
ដោយយើងពេលឃ្លានបាយអញ្ចឹងណាបរិភោគបាយមិនមែនទៅសង្ឃឹមថាមួយម៉ាត់ហ្នឹងឆ្អែតនៅមានពិចារណាទេដឹងតែបរិភោគអាឆ្អែតហ្នឹងវាកើតឡើងឯងអញ្ចឹងយ៉ាងណាមិញការសិក្សារៀនសូត្រហ្នឹងមិនមែនថាលោកគ្រូកំណត់ថាមួយឆ្នាំឬក៏2ឆ្នាំអីហ្នឹងចេះវាអត់អាចកំណត់អញ្ចឹងបានទេអញ្ចឹងយើងដឹងតែរៀនណាដឹងតែអ្វីដែលកំពុងសាងបច្ចុប្បន្នហ្នឹងដឹងតែរៀនទៅមុខទៅវាចេះកាត់ឡើងខ្លួនឯងពេលខ្លះរៀនចេះអត់ដឹងខ្លួនទៀតថាបានដែរអញ្ចឹងវាជាទិន្នន័យដែលសម្រាប់គិតហើយដាស់តឿនដើម្បីឲ្យយើងមានដឹងថាផ្លូវហ្នឹងគឺយើងដើរទៅរួមគ្នាណាគឺសត្វតែសប្បុរសទាំងឡាយលោកត្រូវតែឆ្លងកាត់ការសិក្សានេះទៅទាំងអស់ទៅជាឧបនិស្ស័យនៃការត្រាស់ដឹងធម៌បានណាបើថាដំណើរនឹងជាដំណើរដែលខុសគឺមានតែបុគ្គលខ្លះដែលសំខាងមច្ឆាទិដ្ឋិដើរខុសតែម្នាក់ឯងទេតែបើត្រឹមជាដំណើរត្រូវទោះបីអត់មានលោកគ្រូក៏ដោយនៅមានអ្នកចំនួនក្រោយគេយកឃើញតែឃើញអារបស់ហ្នឹងជារបស់ពិតរបស់ដែលត្រូវការយកមកបើបង្ហាញពិតប្រាកដទោះបីអត់មានគាត់ក៏ដោយតែអ្នកក្រោយគេរៀនមានឧបនិស្ស័យក្នុងការរៀនហ្នឹងយល់ឃើញដោយគាត់ក៏គេនឹងដើរតាមផ្លូវហ្នឹងតែមួយទេអញ្ចឹងណានេះមកពីគាត់បនរបស់គាត់មុនទៅបានដឹកនាំអីច្រើនហើយអ្នកខ្លះគេឃើញថាខ្ញុំដោយច្រើននិយាយទៅតាមគាត់ច្រើនតាមពិតអារបស់ហ្នឹងវាដូចគ្នាទោះបីថាអត់ជួបគាត់ក៏ដោយហើយខ្ញុំនៅកន្លែងផ្សេងក៏ដោយតែរៀនអាចប៉ះរបស់ពិតហ្នឹងគឺយើងឃើញតម្លៃរបស់ពិតហ្នឹងដូចគ្នានេះមកពីបនគាត់ដើមមុនទេបនគាត់កើតមុនទេទៅគេថាខ្ញុំនិយាយតាមលោកគ្រូតែបើគាត់កើតក្រោយខ្ញុំឯងតែខ្ញុំនិយាយគាត់និយាយតាមខ្ញុំវិញបាទអញ្ចឹងសរុបសេចក្តីមកដើម្បីដាស់តឿនឲ្យយើងដឹងថាដំណើរនៃការសិក្សាហ្នឹងត្រូវមាន plan វែងឆ្ងាយហើយតើយើងមានសេចក្តីព្យាយាមណាខ្ញុំអត់បានលើកនៅធម៌អីជំរឿដើម្បីនឹងមកនេះទេគឺគ្រាន់តែឲ្យឃើញនៅអ្វីដែលយើងកំពុងធ្វើបច្ចុប្បន្នហ្នឹងតែជារឿងដែលត្រឹមត្រូវបាទព្រោះមានព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គធានាហើយដំណើរហ្នឹងគឺមានអ្នកគេដើរទៅហើយគឺគេឃើញផលថាបរិយ័តបដិបត្តិហើយបានចូលដល់បដិវេទគឺឃើញកន្លែងហ្នឹងហើយតែព្រះអង្គគឺដល់បដិវេទរួចហើយអញ្ចឹងព្រះអង្គអត់មានរំលងនៅកន្លែងថាបរិយ័តឬក៏រំលងនៅបដិបត្តិណាមួយទេគឺសំដែងទៅតាមលំដាប់ណាបដិបត្តិបរិយ័តហើយចូលបដិបត្តិបានចូលដល់បដិវេទគឺយ៉ាងនឹងឯងណាអញ្ចឹងដំណើររបស់យើងនេះគឺទៅតែចូលជំហានថ្នាក់មតីនៅឡើយទាំងខ្ញុំទាំងញាតិញោមទាំងអស់គ្នានឹងអញ្ចឹងក៏សូមមានឆន្ទៈព្យាយាមទោះបីរៀនមិនចេះក៏ដោយក៏យើងមានវិរិយៈណាមានសេចក្តីព្យាយាមដែលយើងសាងជាវិរិយៈបារមីកន្លែងហ្នឹងអាចព្យាយាមបានណាអញ្ចឹងសូមទាំងអស់គ្នានឹងបានតាំងនៅក្នុងព្រះធម៌នេះតាំងពីជាតិនេះតជាឧបនិស្ស័យដល់ជាតិមុខជាឧបនិស្ស័យបានជួបគ្នាជួបនៅធម៌ពិតកុំជួបនៅធម៌ប្លន់ទាំងអស់គ្នាណាសូមអនុមោទនា